ខ្ញុំប្រកាសដល់ណាននាងខ្ញុំសូមលើកយកបទកំណាព្យដែលមានចំណងជើងថាសត្វចាបទុំចុងចាបទឥន្ទ្រចិត្តសូត្របែបឥន្ទ្រចិត្តដែលជាការសំណុំពរពីលោកម្ចាស់ពេជ្រផានិតហើយបទនេះដែរគឺជាការបង្ហាត់បង្រៀនពីលោកគ្រូពុកយ៉ាន់បរិនតតែម្ដងចាសូមរីករាយស្ដាប់ដូចតទៅថ្ងៃរាំងជាងពន្លឺផ្ដើមបំភ្លឺលោកនាងសាជាថ្មីសំស័នលើផែនដីភ្ញាក់ក្មេតក្មៃចេញស្វែងរកអាហារសัญចាំទុំចង់ចាផ្អើសិនស្វាលូនតោងទៅមេឃស្វាយកង់កែបសើញកាងក្អាយក្បែរប្រឡាយលបមើលធ្វើភ្នែកស្លឹងទាស្រែកកាបកាប្រឹងរត់ចង់បាំងព្រោះភ័យភេដេញតាមសัญមៀមមុខស្រមាំក្តាន់ឃើញក្ដាមរត់ខ្លាចមុខទីទុយមកមុងមុងនឹងរុយនៅអង្គុយសើចលេងលើមាត់ពីងគីងគួងឃើញមេភ្លៀងស្ដាប់រៃច្រៀងរ៉ែរ៉ែលើមេឃរាំងកូនមន់មេឈពាំងព្រួងឃើញស្ទាំងហើស្ទុយលើអ្នកស្ទូងសัญថ្លុំលើកអនលូងចាំស្គរទូងក្ដុងក្ដុងលន់លឺឆ្ងាយចាសូមអរគុណនិងសូមអរគុណ